សេចក្តីនាំពាក្យក្រសួងព័ត៌មានធំៗនៅអាមេរិកជាមួយនឹងអ៊ីរ៉ង់បានរាយការណ៍ថាអាមេរិកនឹងបើកភ្លើងខៀវប្រជុំជាមួយនឹងអ៊ីរ៉ង់នៅប្រទេសអ៊ូម៉ាន់នៅថ្ងៃសុក្រវេលាម៉ោង10ព្រឹកក្នុងការជជែកវែកញែកធំៗស្តីអំពីនុយក្លេអ៊ែរនិងប្រេងបន្ថែមទៀតទាក់ទងជាមួយនឹងស្ថានភាពម្សិលមិញ Very worried, yeah, they should be. As you know, they're negotiating with us. I know they are, but the protesters have said, we're ក្នុងការ we promised them ពិ we ភា have ក្សា the និង peace ជំ talks. នួប We've had that ជាមួយនឹង back, and អ៊ីរ៉ង់ អាមេរិក the country's a mess បាន right រំពឹង now. ថា Very mess. នៅថ្ងៃសុក្រហ្នឹងអ៊ីរ៉ង់នឹងត្រូវបន្ថយអ៊ុយរ៉ានីយមក្នុងការផលិតនុយក្លេអ៊ែរដោយប្រទេសជាច្រើននៅលោកខាងលិចនិងប្រជុំបូព៌ាដែលជាសម្ព័ន្ធមិត្តជាមួយអាមេរិកហ្នឹងគឺគេភ័យខ្លាចថាអ៊ីរ៉ង់ធ្វើរឿងមិនគប្បីទៅលើនុយក្លេអ៊ែរនិងផលិតជាច្រើនលើសលប់ផងដែរហើយកិច្ចចរចាទី2ហ្នឹងគឺស្ដីអំពីតម្លៃប្រេងដោយសារអ៊ីរ៉ង់និងអាមេរិកមានការតានតឹងអញ្ចឹងហើយធ្វើឲ្យតម្លៃប្រេងនៅលើពិភពលោកមានការធ្លាក់ចុះប្រហែល 1.4%